KCNA និយាយថាលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងអំពាវនាវឲ្យមានការផលិតគ្រាប់ថ្លោងបន្ថែមទៀតប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយការពីថ្ងៃសៅរ៍ទី14ខែមិថុនានេះថាលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានចុះត្រួតពិនិត្យរោងចក្រឧស្សាហកម្មយោធានិងបានអំពាវនាវឲ្យពង្រីកការផលិតគ្រាប់ថ្លោងដែលអាចបំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើបនេះបញ្យងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថាលោកគីមបានចុះពិនិត្យមើលវឌ្ឍនភាពនៃការផលិតគ្រាប់ថ្លោងនៅក្នុងឆមាសទី1នៃឆ្នាំ2025និងបានស្នើការងារថ្មីសម្រាប់ការកែលម្អលោកគីមបាននិយាយថាប្រសិនបើយើងបង្កើនការផលិតសម្បកគ្រាប់ដ៏មានអនុភាពថ្មីដែលបំពេញតាមតម្រូវការនៃសង្គ្រាមសម័យទំនើបយើងត្រូវពង្រីកនិងពង្រឹងសមត្ថភាពផលិតកម្មរបស់យើងរៀបចំដំណើរការផលិតឲ្យកាន់តែត្រឹមត្រូវនិងបង្កើនការផលិតដ្រូនគ្មានមនុស្សបើកជានិច្ចក្នុងរយៈពេលប៉ុន្មានខែថ្មីនេះទង្វើដែលបានផ្សព្វផ្សាយជាសាធារណៈរបស់លោកគីមបានផ្ដោតលើការពង្រឹងយោធានិងការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់ប្រឆាំងនឹងកូរ៉េខាងត្បូងយោងតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគីរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ីជាង 20,000 គ្រាប់នៅក្នុងខែឧសភា